នេះអត់មានអីទេបងប្អូនមានតែមកធ្វើបង្អែមហូបតែមុននឹងទៅធ្វើបង្អែមមើលខ្ញុំហូបសិនហូបយូរមុខដូចរីកគ្រប់ជាបងប្អូនថ្ងៃនេះខ្ញុំធ្វើបង្អែមមើលដំឡូងឈាមមាន់បងប្អូនច្រឡំមើលហើយខ្ញុំមានប៉ុណ្ណឹងបងប្អូនហើយអត់មានខ្ទិះដូងទេណាបងប្អូនអើយមានតែខ្ទិះដូងខ្ចប់ដល់ពេលយើងធ្វើរួចចុងក្រោយបានយើងដាក់ខ្ទិះដូងខ្ចប់នឹងចូលទៅក្លិនឈ្ងុយតែម្ដងបងប្អូនហើយខ្ញុំដាំទឹកពុះហើយខ្ញុំចាប់តាមចាក់ដំឡូងជាមុនយើងចូលមុនគេដើម្បីឲ្យវាឆ្អិនល្អសព្វផុយល្អអញ្ចឹងហើយខ្ញុំលួចអំបិលបន្តិចបងប្អូនខ្ញុំដាក់អំបិលចូលមកល្មមមកហើយខ្ញុំរងាស់តតាដឡងយើងឡើងផុយល្មមខ្ញុំបន្ថែមគេហៅពងត្រីក៏មិនដឹងទេបងប្អូនជាតែធ្វើបង្អែមឃើញគេធ្វើបង្អែមដាក់ហ្នឹងគឺជាតែខ្ញុំធ្វើបង្អែមហូបអីចឹងទៅគឺខ្ញុំដាក់ចូលនេះគេហៅថ្មិញណានេះផងដាក់ចូលគឺមើលឆ្នាំងធំហ្មងបងប្អូនចាហូបទៅឡើងអែបដឹងថាបានចែកបងប្អូនចិត្តនឹងម្នាក់មកគោមដែរអញ្ចឹងបងប្អូនចាឆ្នាំងធំល្មមហើយខ្ញុំចាក់ចូលអស់តែម្ដងបងប្អូនហើយយើងទុកឲ្យពុះមកសពពីសពយើងអាសាកោបងប្អូនមិនកោទេគឺវានឹងជាប់បាត់ឆ្នាំងតែម្ដងចាជាប់បាត់ឆ្នាំងយើងហ្នឹងតំបដាឲ្យខ្លោចអីអញ្ចឹងបងប្អូនយើងអាសាកោសាវាបន្តិចព្រោះមិនសាកោទេគឺជាប់បាត់ឆ្នាំងក្តាំងហ្នឹងខ្លោចបាត់ឆ្នាំងឡើយជាងសាកោវិញអញ្ចឹងបងប្អូនកោយរុំកោសឹងថាជាប់រហូតបើមិនកោជាប់ទេគឺធ្លាក់ចុះទៅក្រោមខ្លោចបាត់ឆ្នាំងហើយតែខ្ញុំកោវារុំកោជាប់រហូតមកតនេដែរទេតែតនេដែរធ្លាក់ចុះក្រោមខ្លោចបាត់ហើយចឹងគេអង្គុយកោរហូតបងប្អូនកោកុំឲ្យជាប់បាត់ឆ្នាំងអីចឹងនេះកោមើលចឹងកុំឲ្យជាប់បាត់ឆ្នាំងតែជាប់បាត់ឆ្នាំងខ្លោចនឹងហូបឡើងកើតឡើបងប្អូនហើយបង្អែមខ្ញុំងាយទេបងប្អូនស្រួលគឺអត់មានគ្រឿងអីច្រើនខ្ទិះដូងដើមខ្ទិះដូងចុងអីទេបងប្អូនហើយនេះគឺចាប់ដើមយើងឆ្អិនម្សៅស្គូអីជាណាយើងដាក់ចូលហ្នឹងរីកមកល្មមហើយគឺខ្ញុំចាក់ស្ករចូលតែម្ដងហើយកុំភ្លេចអំបិលបងប្អូនគឺខ្ញុំមុនហ្នឹងគឺខ្ញុំដាក់អំបិលហើយខ្ញុំដាក់ស្ករទៅដល់ខាប់បងប្អូននេះតែពេលត្រជាក់ទៅបងប្អូនអើយហូបកាន់តែខាប់ទេបើយើងនៅក្តៅៗចឹងហូបឆ្ងាញ់កោវាចឹងបងប្អូនហើយដល់ពេលយើងដាក់ស្ករចឹងហើយគឺល្មមហើយបងប្អូនគឺឆ្អិនហើយអត់មានធ្វើអីទីទេគាត់ថាឲ្យវាពុះឡើងចឹងមកខ្ញុំចាក់ខ្ទិះដូងខ្ចប់ខ្ញុំរាវដាក់ចូលកូនចានហ្នឹងរួចជាការស្រេចហើយបងប្អូនងាយស្រួលទេកោវាចូលសពគ្នាមកឆ្អិនហើយមានអីពិបាកធ្វើបង្អែមងាយមានគ្រឿងអីច្រើនបងប្អូនតែឃើញតែចង់ធ្វើបង្អែមហូបអីចឹងណាមួយយូរនឹកឃើញធ្វើបង្អែមហូបដបអីទិញគេទៅហូបមិនសូវថាជាឆ្អែតប្រមាណបើយើងទិញគេវាអត់សូវជាហូបបានគ្រប់គ្រាន់ណាអត់បានច្រើនអញ្ចឹងបើយើងធ្វើខ្លួនឯងហូបចានណាចានទៀតដាក់តួតាំងពោះងាបានឈប់ហូបអីចឹងបងប្អូនចាហើយវីដេអូខ្ញុំក៏មានអីច្រើនដែរមានតែប៉ុណ្្នឹងបងប្អូនអរគុណជម្រាបលាបងប្អូនអរគ្នា